វិញអ្នកប៉ុណ្ណឹងគួររួមភេទប្រមាណដងក្នុងមួយសប្តាហ៍ចម្លើយនៅទីនេះមនុស្សភាគច្រើនប្រកាសទីចង់ដឹងចំនួននៃការរួមភេទហើយដើម្បីស្វែងយល់ពីផលវិជ្ជមាននិងអវិជ្ជមានចំពោះសុខភាពរាងកាយនិងផ្លូវចិត្តរបស់ដៃគូបើប្រព្រឹត្តត្រូវតាមក្បួនខ្នាតសុខភាពរបស់អ្នកនឹងរឹងមាំតែបើខុសវិញវានឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់លោកអ្នកមិនខានយោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Kinsey Institute ដែលសិក្សាលើការរួមភេទ gender និងការបន្តពូជជាស្ថាប័នមួយរបស់សាកលវិទ្យាល័យ Indian University ក្នុងទីក្រុង Bloomington រដ្ឋ Indiana សហរដ្ឋអាមេរិកបានអះអាងថាចំនួនការរួមភេទមិនដូចគ្នាទេគឺអាស្រ័យតាមវ័យក្មេងចាស់ការសិក្សាបានចាត់ថ្នាក់ដូចខាងក្រោមអាយុចាប់ពី18ដល់29ឆ្នាំជីវ័យមានថាមពលគួររួមភេទប្រមាណ112ដងក្នុងមួយឆ្នាំឬ2ដងក្នុងមួយសប្តាហ៍អាយុចាប់ពី30ដល់39ឆ្នាំគួររួមភេទប្រមាណ86ដងក្នុងមួយឆ្នាំឬ7ដងក្នុងមួយខែឬ 1.6 ដងក្នុងមួយសប្តាហ៍ហើយចំណែកឯនៅអាយុចាប់ពី40ដល់49ឆ្នាំគួររួមភេទ69ដងក្នុងមួយឆ្នាំឬ 1.3 ដងក្នុងមួយសប្តាហ៍អ្នកស្រាវជ្រាវខាងលើក៏បានរកឃើញគូស្នេហ៍រៀបរាប់ 34% តែងតែរួមភេទ2ទៅ3ដងក្នុងមួយសប្តាហ៍ 45% ពី3ដងក្នុងមួយខែនិង 13% ពី3ដងក្នុងមួយឆ្នាំ